សួស្តីបងប្អូនថ្ងៃនេះត្រឡប់មកជួបបងប្អូនសាជាថ្មីមុននឹងចូលដល់ប្រធានបទចង់ជម្រាបប្រាប់បងប្អូនថានេះជាការចែករំលែកចំណេះដឹងក៏ដូចជាបទពិសោធន៍ខ្ញុំបាទមានបទពិសោធន៍ប៉ុណ្ណាខ្ញុំគិតថាខ្ញុំអាចចែករំលែកជូនដល់បងប្អូនដែលមិនដឹងព្រោះដែលបងប្អូនដឹងហើយស្ដាប់ក៏បានមិនស្ដាប់ក៏បានមួយទៀតខ្ញុំចង់ជម្រាបថាការចែករំលែកបទពិសោធន៍របស់ខ្ញុំនេះមិនមែនមានន័យថាខ្ញុំនឹងចេះជាងបងប្អូនឬយ៉ាងណាទេខ្ញុំគិតថានៅក្នុងប្រជាជាតិកម្ពុជារបស់យើងមានអ្នកចេះដឹងច្រើនគ្រាន់តែគាត់មិនមានឱកាសចែករំលែកនៅចំណេះដឹងទាំងនោះជូនដល់បងប្អូនវីដេអូមុនខ្ញុំបាននិយាយអំពីសាកលវិទ្យាល័យធំទាំង5ដែលបណ្ដុះបណ្ដាលជំនាញវិស័យសុខាភិបាលក្នុងនោះខ្ញុំសង្កត់ធ្ងន់តែជំនាញវិជ្ជាបណ្ឌិតតែមួយទេហើយថ្ងៃនេះផងដែរដើម្បីឲ្យវាតសាច់រឿងគ្នាខ្ញុំបាទនឹងជម្រាបជូនអំពី Medical Pathway ការបណ្ដុះបណ្ដាលលើជំនាញវិទ្យាសាស្ត្រក្នុងនេះខ្ញុំសង្កត់ធ្ងន់ត្រឹមតែជំនាញវិទ្យាសាស្ត្រមួយទេមូលហេតុអីបានខ្ញុំជម្រាបជូនត្រឹមតែជំនាញមួយនេះព្រោះដោយសារការអប់រំផ្នែកវិទ្យាសាស្ត្រឬក៏ហៅថាវិជ្ជាបណ្ឌិតនេះវាមានភាពស្មុគស្មាញវាមានកលិចកលាក់បន្តិចជាងជំនាញដទៃជំនាញដទៃយើងអាចនិយាយបានថាវាប្រហាក់ប្រហែលទៅនឹងជំនាញនៅក្នុងការអប់រំទូទៅដូចជាធនាគារគ្រប់គ្រងហិរញ្ញវត្ថុ management រដ្ឋបាលសាធារណៈច្បាប់គឺ flow វា pathway វាស្រដៀងគ្នាប៉ុន្តែសម្រាប់ជំនាញវិជ្ជាបណ្ឌិតអត់ដូចគ្នាទេហើយវាមានកលិកលាក់ច្រើនបន្តិចចំពោះជំនាញវិជ្ជាបណ្ឌិតនេះបងប្អូនដូចខ្ញុំបានរៀបរាប់ពីម្សិលមិញថាដើម្បីក្លាយជាវិជ្ជាបណ្ឌិតមួយរូបដែលមានគុណភាពហើយប្រកបទៅដោយក្រមសីលធម៌វិជ្ជាជីវៈវាមាន pathway របស់វាឬយើងហៅថា medical pathway ទី1បេក្ខជនត្រូវមានសញ្ញាបត្របាក់ឌុបរួចត្រូវដាក់ពាក្យស្នើសុំប្រឡងថ្នាក់ជាតិចូលរៀនថ្នាក់មូលដ្ឋាននៅតាមគ្រឹះស្ថានឧត្តមសិក្សាផ្នែកវិស័យសុខាភិបាលណាមួយហើយជំនាញនេះផងដែរបងប្អូនយើងមាន8ឆ្នាំអានឹងសម្រាប់តែ Medical Doctor Diploma ឬយើងនិយាយថាសញ្ញាបត្រវិជ្ជាបណ្ឌិតកម្មវិធីនេះយើងមានប្រឡង2សំខាន់ទី1 National Entrance Exam នេះគឺសំដៅដល់ការប្រឡងថ្នាក់ជាតិរួចនៅពេលដែលបងប្អូនប្រឡងជាប់ហើយនៅតាមគ្រឹះស្ថានណាមួយយើងមាន3 Circle ក្នុងសម្រាប់ program ទាំងមូលទី1 Circle 1យើងរាប់ពីឆ្នាំសិក្សាមូលដ្ឋានរហូតដល់ឆ្នាំទី3 Circle ទី1នេះគេហៅថា Certificate of Basic Health Science បន្ទាប់មកនៅពេលដែលបងប្អូនចូលដល់ឆ្នាំទី4ទី5និងទី6នេះចូលដល់ Circle ទី2ហើយត្រង់ដល់ចំណុច Circle នេះបងប្អូននៅពេលដែលបញ្ចប់ឆ្នាំទី6យើងនឹងទទួលបានសញ្ញាបត្រមួយដែលយើងហៅថា Bachelor of Medical Science ត្រង់ចំណុចនេះដែលខ្ញុំនិយាយថាសម្រាប់ program Medical Doctor វារៀងស្មុគស្មាញដល់ចំណុចនេះយើងនឹងបែងចែកជា2 pathway ទី1ពីឆ្នាំទី7ទី8នៅពេលដែលចប់ឆ្នាំទី8បងប្អូនត្រូវធ្វើ thesis រួចបងប្អូនត្រូវឡើងការពីប្រឡងចេញផ្ទៃក្នុងរហូតដល់ប្រឡងសំខាន់មួយទៀតគេហៅថា National Exit Exam ឬយើងហៅជាភាសាខ្មែរថាប្រឡងចេញថ្នាក់ជាតិប្រឡងថ្នាក់ជាតិចប់នឹងទទួលបានសញ្ញាបត្រមួយគេហៅថា Medical Doctor Diploma ឬយើងហៅថាសញ្ញាបត្រវិជ្ជាបណ្ឌិតទូទៅនឹងមួយ pathway ទៀតនៅពេលដែលបងប្អូនយើងប្រឡងបញ្ចប់ឆ្នាំទី6ហ្នឹងយើងនឹងទទួលបានសញ្ញាបត្រមួយគេហៅថា Bachelor of Medical Sciences ដល់ចំណុចនេះបងប្អូនអាចប្រឡងបន្តយកវិជ្ជាបណ្ឌិតឯកទេសឬភាសាអង់គ្លេសហៅថា Specialized Doctor Diploma ហៅកាត់ថា DES ឬ DES នេះគឺជា Circle ទី3ហើយចូលដល់ Circle ទី3នេះសម្រាប់ថ្នាក់ DES ឆ្នាំសិក្សាវាអាចផ្សេងគ្នាទៅតាមជំនាញខ្លះ3ឆ្នាំជំនាញខ្លះ4ឆ្នាំនៅពេលដែលចប់ជំនាញចប់តាមឆ្នាំនីមួយៗបងប្អូនត្រូវធ្វើតែហើយរួចប្រឡងមកជាប់ថ្នាក់ Specialized Doctor Diploma ឬហៅថាវិជ្ជាបណ្ឌិតឯកទេសត្រង់ចំណុចនេះបងប្អូនខ្ញុំចង់ជម្រាបថាសម្រាប់ប្រព័ន្ធអប់រំផ្នែកវិជ្ជាបណ្ឌិតយើងអនុវត្តតាមប្រព័ន្ធរបស់បារាំងប៉ុន្តែបើយើងធៀបបណ្ដាប្រទេសក្នុងអាស៊ានយើងផ្ដោតសំខាន់ទៅលើ Medical School បើយើងធៀបទៅក្នុងអាស៊ានសម្រាប់ខ្លួនខ្ញុំផ្ទាល់ខ្ញុំគិតថាវាមាន3 system 3ប្រព័ន្ធទី1ប្រទេសកម្ពុជាយើង follow តាមប្រព័ន្ធបារាំងរយៈពេលសិក្សាមានរយៈពេល8ឆ្នាំទី2ប្រព័ន្ធអង់គ្លេស
ប្រព័ន្ធអង់គ្លេសមានរយៈពេល6ឆ្នាំនេះដូចជា6ឆ្នាំមានដូចជាប្រទេសថៃប្រទេសវៀតណាមប្រទេសសិង្ហបុរីប្រទេសម៉ាឡេស៊ីគឺ6ឆ្នាំ6ឆ្នាំនេះមានន័យថារៀន5 + 1 5ឆ្នាំជា theory 1ឆ្នាំអនុវត្តនៅមន្ទីរពេទ្យបន្ទាប់មកគេប្រឡងបញ្ចប់មកបានគេហៅ MBBS ប៉ុន្តែនៅថៃឬក៏នៅម៉ាឡេស៊ីនៅសិង្ហបុរីនៅពេលដែលយើងបញ្ចប់ MBBS យើងអត់ទាន់មានសិទ្ធិខ្លាយជា doctor ទេយើងអត់ទាន់ខ្លាយជា physician ទេយើងត្រូវប្រឡងយក license មកតង់ទៀតឬក៏ត្រូវបន្តយក fellowship តាមជំនាញនីមួយរយៈពេល3ឆ្នាំ4ឆ្នាំទៅតាមឯកទេសមួយទៀតគឺប្រព័ន្ធអាមេរិកដូចជាប្រទេសហ្វីលីពីនហ្វីលីពីននៅពេលដែលបងប្អូនចង់បន្តថ្នាក់វិជ្ជាបណ្ឌិតយើងត្រូវមាន Bachelor of Basic Science មួយសិនទើបយើងអាចប្រឡងយកថ្នាក់ Medical Doctor បានអញ្ចឹង Basic Science 4ឆ្នាំ Bachelor បន្តយក Medical 4ឆ្នាំទៀតបូកនឹងមន្ទីរពេទ្យ1ឆ្នាំនេះជាភាពផ្សេងគ្នារវាងប្រព័ន្ធការអប់រំនៅក្នុងបណ្ដាប្រទេសដែលជាសមាជិកអាស៊ានប៉ុន្តែទោះយ៉ាងណាក៏ដោយបងប្អូនសម្រាប់ខ្ញុំគិតថារឿងប្រព័ន្ធអប់រំប្រទេសមួយមានសិទ្ធិ follow តាមប្រព័ន្ធណាមួយប៉ុន្តែអ្វីដែលសំខាន់នៅពេលដែលវិជ្ជាបណ្ឌិតយើងបញ្ចប់ការសិក្សាត្រូវតែជាវិជ្ជាបណ្ឌិតដែលមានគុណភាពមានក្រមសីលធម៌និងវិជ្ជាជីវៈហើយស្រុកយើងដើម្បីក្លាយជាសមាជិកនៃគណៈគ្រូពេទ្យកម្ពុជាត្រូវ submit ឯកសារទៅតាម requirement របស់គណៈគ្រូពេទ្យកម្ពុជាត្រង់ចំណុចនេះខ្ញុំចង់បញ្ជាក់ប្រព័ន្ធអប់រំ Medical Pathway របស់យើងមានដូចដែលខ្ញុំបានជម្រាបមកអញ្ចឹងរាប់ចាប់តាំងពីការប្រឡងថ្នាក់ជាតិមិនមែនគ្រឹះស្ថានឧត្តមសិក្សាណាមួយរៀបចំដោយខ្លួនឯងទេគឺគណៈកម្មការថ្នាក់ជាតិលោកជាអ្នករៀបចំពេលដែលប្រឡងចេញថ្នាក់ជាតិគណៈកម្មការថ្នាក់ជាតិលោកក៏ជាអ្នករៀបចំដែរអញ្ចឹងគ្រប់គ្រឹះស្ថានទាំងអស់នៅពេលដែលប្រឡងថ្នាក់ជាតិចូលថ្នាក់ជាតិជាប់ចេញប្រឡងថ្នាក់ជាតិចេញជាប់ទាំងអស់មានន័យថាយើងមានសញ្ញាបត្រយើងនឹងមាន legacy យើងមានតម្លៃស្មើគ្នាមិនថាតែសាលារដ្ឋឬសាលាឯកជនទេគឺមានតម្លៃស្មើគ្នាមានសិទ្ធិបម្រើការនៅក្នុងមន្ទីរពេទ្យរដ្ឋនិងឯកជនមានសិទ្ធិប្រឡងយកក្របខ័ណ្ឌនៅក្នុងមន្ទីរសុខាភិបាលឬក្រសួងដែលពាក់ព័ន្ធដូចគ្នាទាំងអស់អត់មានបែងចែកថាសញ្ញាបត្ររដ្ឋមកពីគ្រឹះស្ថានរដ្ឋសញ្ញាបត្រមកពីគ្រឹះស្ថានឯកជនមិនដូចគ្នាឬមិនដូចឆ្នោតទេគឺតម្លៃស្មើគ្នាទាំងអស់ព្រោះដោយសារយើងអនុវត្តតាមប្រព័ន្ធអប់រំតែមួយដែលយើងហៅថា National Curriculum